បរមម្នាក់បើកម៉ូតូលឿនបុកសត្វឆ្កែរត់ឆ្លងផ្លូវដួលបោកក្បាលស្លាប់ភ្លាមបរមម្នាក់កំពុងជិះម៉ូតូក្នុងល្បឿនលឿនស្រាប់តែមានសត្វឆ្កែរត់ឆ្លងផ្លូវក៏បុកពេញកំហឹងដួលអស់បោកស្លាប់យ៉ាងរន្ធត់ភ្លាមនៅនឹងកន្លែងហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង 9:20 នាទីយប់ថ្ងៃទី 10 ខែមិថុនាឆ្នាំ 2025 លើកំណត់ផ្លូវជាតិលេខ 110 ក្នុងភូមិព្រៃរតន៍ឃុំពោបានស្រុកកោះធំខេត្តកណ្ដាលសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានបងប្អូនប្រជាពលរដ្ឋឃើញម៉ូតូមួយគ្រឿងម៉ាក Honda CPX C125 ពណ៌ខ្មៅគ្មានស្លាកលេខបើកបរទៅជនរងគ្រោះឈ្មោះម៉ាចបូរ៉ាភេទប្រុសអាយុ 28 ឆ្នាំរស់នៅភូមិព្រៃស្វាយជួរឃុំកោះខែលស្រុកស្អាងខេត្តកណ្ដាលមុខរបរជាកសិករអត់ពាក់មួកសុវត្ថិភាពបើកបរមានទិសដៅពីត្បូងទៅជើងពីប្រជ័យមកច្បារអំពៅមកដល់ចំណុចកើតហេតុបានបុកជាមួយនឹងសត្វឆ្កែរត់ឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូដួលអស់បោកស្លាប់ភ្លាមយ៉ាងរន្ធត់តែម្ដងក្រោយកើតហេតុសមាជិកជំនាញនគរបាលចរាចរណ៍ស្រុកកោះធំបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយកម៉ូតូមករក្សាទុករងចាំក្រុមគ្រួសារមកទទួលយកវិញចំពោះសពសមាជិកបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ